ជួបគ្នាសាជាថ្មីមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9របស់យើងមេរៀនទី1គឺចំនួនអាសានិទានហើយថ្ងៃនេះដែរយើងចូលមកដល់លំហាត់ទី12កាលពីវីដេអូមុនយើងបានកែបានពីលំហាត់ហើយក្នុងចំណុចទី12របស់យើងហើយថ្ងៃនេះដែរយើងមកបន្តពីលំហាត់ទៀតក្នុងលំហាត់ទី12ហើយលំហាត់របស់យើងជាប្រភេទប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់អញ្ចឹងអ្នកទាំងអស់គ្នាដឹងតាំងពីវីដេអូមុនហើយយើងអត់ទាន់អាចធ្វើប្រមាណវិធីទៅលើរ៉ាឌីកាល់របស់យើងទេដោយសារតែរ៉ាឌីកាល់របស់យើងមានរ៉ាឌីកង់មិនទាន់ដូចគ្នាអញ្ចឹងយើងត្រូវបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់សិនដើម្បីឲ្យមានរ៉ាឌីកង់ដូចគ្នាបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់តែធ្វើប្រមាណវិធីបូកដកទៅលើមេគុណហើយរក្សារ៉ាឌីកាល់នៅដដែលឥឡូវនេះយើងទៅចាប់ផ្ដើមបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់របស់យើងអញ្ចឹងមេគុណ2នៅខាងមុខយើងដាក់មកដដែលសិន2ឬការ៉េ27អ្នកទាំងអស់គ្នាយក9គុណ3 9គុណ3ស្មើនឹង27ហើយ9នេះយើងអាចសរសេរបានជា3ការ៉េភាគបែង3ដាក់មកដដែលដកឲ្យ3ឬការ៉េ48យក16គុណនឹង3 16គុណ3ស្មើ48ហើយ16ស្មើនឹង4ការ៉េអាចបញ្ចេញពីឬការ៉េបានបូកឲ្យ4ឬការ៉េ50ឬការ៉េ50អ្នកទាំងអស់គ្នាយក25គុណ2 25គុណ2ស្មើ50ហើយ25យើងអាចលើកទៅជា5ការ៉េបានដកឲ្យ4ឬការ៉េ18យក9គុណ2 9គុណ2ស្មើនឹង18ហើយ9គឺអាចបញ្ចេញពីឬការ៉េបានអានេះគឺភាគបែង5ហើយនេះគឺភាគបែង3បន្តមកទៀតអ្នកទាំងអស់គ្នាត្រូវលើករ៉ាឌីកង់យើងទៅជាការ៉េដើម្បីអាចបញ្ចេញពីឬការ៉េបានអញ្ចឹង9នេះស្មើនឹង3ការ៉េគុណឲ្យ3ហើយភាគបែង3ដកឲ្យ3ឬការ៉េ16គឺស្មើនឹង4ការ៉េគុណឲ្យ3បូកឲ្យ4ឬការ៉េ25គឺយើងអាចសរសេរបានថា5ការ៉េគុណឲ្យ2រួចភាគបែង5ដកឲ្យ4ឬការ៉េ9យើងអាចសរសេរបានថា3ការ៉េគុណឲ្យ2រួចភាគបែង3អញ្ចឹងនៅពេលដែលយើងបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ2អញ្ចឹងយើងអាចបញ្ចេញពីឬការ៉េបានហើយ3ការ៉េបញ្ចេញពីឬមកបាន3សម្រួលជាមួយនឹងភាគបែង3អស់ហើយអញ្ចឹងខ្ញុំសរសេរកាត់យកតែម្ដងណាអ្នកទាំងអស់គ្នាអញ្ចឹងនៅសល់2ឬការ៉េ3កុំឆ្ងល់ថាបាត់ភាគបែង3ទៅណាដោយសារតែយើងបញ្ចេញ3ពីរ៉ាឌីកាល់ហើយយើងសម្រួលយកតែម្ដង3សម្រួលនឹង3គឺអស់ហើយដកឲ្យ4ការ៉េបញ្ចេញពីឬមកបាន4គុណនឹង3ស្មើ12ឬការ៉េ3បូកឲ្យ5ការ៉េបញ្ចេញពីឬមកបាន5សម្រួលជាមួយនឹងភាគបែង5នៅខាងក្រោមនេះគឺអស់ហើយចឹងនៅសល់4ឬការ៉េ2ដកឲ្យ3ការ៉េនេះដូចគ្នាបញ្ចេញពីឬមកបាន3សម្រួលជាមួយភាគបែង3នៅខាងក្រោមអស់ដូចគ្នាចឹងនៅសល់4ឬការ៉េ2ចឹងបូក4ឬការ៉េ2ហើយដក4ឬការ៉េ2គឺអស់ហើយស្មើ0អញ្ចឹង2ឬការ៉េ3ដកឲ្យ10ឬការ៉េ3គឺនៅសល់ដកឲ្យ10ឬការ៉េ3ជាចម្លើយឥឡូវយើងចូលមកដល់លំហាត់ទី4របស់យើងចូលមកដល់លំហាត់ទី4របស់យើងដូចគ្នាដែរគឺជាកន្សោមបូកដកទៅលើរ៉ាឌីកាល់អញ្ចឹងដើម្បីបូកដកទៅលើរ៉ាឌីកាល់បានអ្នកទាំងអស់គ្នាត្រូវបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់សិនដើម្បីឲ្យមានរ៉ាឌីកង់ដូចគ្នាទើបយើងអាចធ្វើប្រមាណវិធីបូកដកទៅលើមេគុណបានឥឡូវយើងចាប់ផ្ដើមបញ្ចេញទាំងអស់គ្នាអញ្ចឹងមេគុណ2ភាគ3យើងដាក់មកវិញដដែលសិនឬគូ81យើងអាចបំលែងទៅជា27គុណឲ្យ3 27គុណឲ្យ3ស្មើ81ហើយ27ស្មើនឹង3សេគុណ3អាចបញ្ចេញពីឬគូបបានដកឲ្យ1ភាគ2ដាក់មកដដែលដូចគ្នាឬគូបនៃ24យើងអាចយក8គុណនឹង
8 គុណ 3 8គុណ 3 ស្មើនឹង 24 ហើយ 8 នេះគឺស្មើនឹង 2 ស្វ័យគុណ 3 អាចបញ្ចេញពីឫសគូបដូចគ្នា បូកឲ្យ 2 ឫសគូបនៃ 135 135 អ្នកទាំងអស់គ្នាយក 27 គុណ 5 នៅពេលដែលយើងចែកកតាបឋមណា ចឹង 27 គុណ 5 ស្មើនឹង 135 ហើយ 27 នេះគឺស្មើនឹង 3 គីប អាចបញ្ចេញពីឫសគូបបានដូចគ្នា ហើយភាគបែង 3 ដកឲ្យ 3 ឫសគូប 40 40 អ្នកទាំងអស់គ្នាយក 8 គុណ 5 8 5 ដង 40 ហើយ 8 នេះគឺស្មើនឹង 2 គីប អាចបញ្ចេញពីឫសគូបបាន នៅពេលដែលយើងបំលែងអញ្ចឹងហើយយើងចាប់ផ្ដើមសរសេរទៅជាស្វ័យគុណ 3 សរសេររ៉ាឌីកង់របស់យើងហ្នឹងទៅជាស្វ័យគុណ 3 ដើម្បីអាចបញ្ចេញពីឫសគូបបាន អញ្ចឹង 27 នេះទៅសេទៅជាស្វ័យគុណ 3 បាន 3 ស្វ័យគុណ 3 គុណនៃ 3 ដកឲ្យ 1 ភាគ 2 ឫសគូបនៃ 8 យើងអាចសរសេរបានទៅជា 2 ស្វ័យគុណ 3 គុណនៃ 3 បូកឲ្យ 2 ឫសគូបនៃ 27 បាន 3 ស្វ័យគុណ 3 គុណនៃ 5 ភាគបែង 3 ដកឲ្យ 3 ឫសគូបនៃ 8 អាចសរសេរបានទៅជា 2 ស្វ័យគុណ 3 គុណនៃ 5 រួចភាគបែង 2 នៅពេលដែលយើងបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ 3 ហើយគឺយើងអាចបញ្ចេញពីឫសគូបបានហើយ អញ្ចឹង 3 ស្វ័យគុណ 3 នេះបញ្ចេញពីឫសគូបមកបាន 3 3 សម្រួលនឹងភាគបែង 3 គឺអស់ហើយ អញ្ចឹងយើងនៅសល់តែភាគយក 2 ទេ 2 ឫសគូបនៃ 3 ដកឲ្យ តួទី 2 នេះដូចគ្នាដែរ 2 ស្វ័យគុណ 3 បញ្ចេញពីឫសគូបមកបាន 2 2 សម្រួលនឹងភាគបែង 2 អស់ហើយ អញ្ចឹងនៅសល់ឫសគូបនៃ 3 បូកឲ្យ 3 ស្វ័យគុណ 3 នេះបញ្ចេញពីឫសគូបមកបាន 3 3 សម្រួលនឹងភាគបែង 3 ក៏អស់ដែរ អញ្ចឹងនៅសល់ភាគយក 2 2 ឫសគូបនៃ 5 ដកឲ្យ 2 គីបនេះបញ្ចេញពីឫសគូបមកបាន 2 2 សម្រួលនឹងភាគបែង 2 អស់ដូចគ្នា អញ្ចឹងនៅសល់ 3 ឫសគូបនៃ 5 បន្ទាប់ពីយើងបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់ហើយយើងសង្កេតឃើញថាយើងអាចធ្វើប្រមាណវិធីបូកដកបានហើយដោយ 2 ឫសគូបនៃ 3 ដកឲ្យឫសគូបនៃ 3 គឺស្មើនឹងឫសគូបនៃ 3 ណាមេគុណ 2 2 ដក 1 គឺនៅសល់ 1 អញ្ចឹងនៅសល់ឫសគូបនៃ 3 2 ឫសគូបនៃ 5 ដកឲ្យ 3 ឫសគូបនៃ 5 អញ្ចឹង 2 ដក 3 ស្មើដក 1 អញ្ចឹងនៅសល់ដកឫសគូបនៃ 5 ជួបគ្នានៅវីដេអូក្រោយ